ជំរាបសួរពុកម៉ែបងប្អូនអរគ្នាបាទថ្ងៃនេះគឺប្រហុកចិញ្ច្រាំមួយក្រសាំងបងប្អូនបាទគឺតំណងមែនតែនញ៉ាំម្ដាយខ្ញុំចិញ្ច្រាំបាទពេលយប់បាទនេះគឺក្រសាំងបងប្អូនបាទក្រសាំងបាទនេះគឺផ្លែមាននៅផ្ទះបងប្អូនមើលថតនៅក្នុងពេលរាត្រីឲ្យបងប្អូនទស្សនាបាទគឺផ្លែមាននេះផ្លែមួយឆ្នាំផ្លែ5ដងបងប្អូនបាទនេះអ្នកម៉ែគឺកំពុងចិញ្ច្រាំប្រហុកដាក់ជាមួយក្រសាំងបងប្អូនបាទនេះគ្រឿងផ្សំរបស់យើងគឺអត់មានអីច្រើនបងប្អូនគឺស្ករសបន្តិចក្រសាំងនិងប៊ីចេងបងប្អូនបាទប៊ីចេងបាទក្រសាំងនេះគឺក្រសាំងធម្មជាតិបងប្អូនខ្លះគឺអត់ដែលញ៉ាំផ្លែក្រសាំងនេះបាទផ្លែក្រសាំងគឺជូរបងប្អូនបាទនេះគឺយើងដាក់ជាមួយស្លឹកខ្ទឹមបាទជីវ៉ាន់ស៊ុយនិងជីនាងវងបងប្អូនបាទនឹងចិញ្ច្រាំចូលគ្នាទៅបាទបងប្អូនមើលតំណងបងប្អូនប្រហុកបាទបងប្អូនណាដែលមិនតន់ចេះចិញ្ច្រាំប្រហុកបងប្អូនមើលវិធីបាទបងប្អូនបាទប្រហុកនេះក៏យើងចិញ្ច្រាំឆៅបងប្អូនប្រហុកឆៅនេះមិនមែនចិញ្ច្រាំឲ្យយកចំហុយនេះគឺប្រហុកឆៅតែម្ដងអញ្ចឹងយើងបាទនេះគ្រឿងផ្សំរបស់យើងគឺខ្ទឹមបងប្អូនបាទខ្ទឹមសយើងច្រាមចូលគ្នាទៅបាទហើយយើងច្រាមវាមកបន្តិចបងប្អូនឲ្យចូលជាតិបាទគឺយើងញ៉ាំឆៅតែម្ដងបងប្អូនបាទនេះគឺអ្នកម្ដាយគាត់កំពុងតែចិញ្ច្រាំបងប្អូនបាទច្រាំឲ្យម៉ត់បាទនេះក្រសាំងបងប្អូនមើលក្រសាំងស្រុកស្រែគឺអញ្ចឹងបងប្អូនគឺនៅលើទីផ្សារពេញប្រហែលជាអត់សូវមានលក់ទេបាទគឺក្រសាំងឥឡូវប្រហែលជាចិត្តផុតពូជដែរបងប្អូនអើយព្រោះឥឡូវនៅតាមវាលស្រែអីដុះមួយវ៉ាន់បងប្អូនពិបាករកដែរហ្នឹងបាទមានគ្រឿងផ្សំក៏មានជីនាងវងជីស្លឹកជីនិងជីវ៉ាន់ស៊ុយបងប្អូនមើលហើយនឹងមកអមយើងណាបាទមកអមយើងបាទនឹងចិញ្ច្រាំឲ្យម៉ត់បងប្អូនបាទគឺតំណងណាបងប្អូនបាទយើងចិញ្ច្រាំឲ្យតំណងបងប្អូនវាយកចំហុយក៏បានប្រហុកបាទមកចិញ្ច្រាំក្រសាំងបងប្អូនមើលបងប្អូនទស្សនាមើលតំណងហ្នឹងបាទតំណងមែនតើបងប្អូនមើលដាក់ម្ទេសឲ្យច្រើនរកតែតំណងទៀតតែញ៉ាំម្ដាយតែខ្ញុំគឺអត់សូវចូលចិត្តហឹរទេបាទព្រោះអត់សូវដែរញ៉ាំហឹរច្រើនបាទនេះគឺបាយបងប្អូនគឺបាយតំណងណាបងប្អូនបាទតំណងមែនតើបងប្អូនណាបាទច្រាមបាទបងប្អូនហ្នឹងគឺតំណងណាបងប្អូននេះស្លឹកជីរបស់យើងបាទនេះក្រសាំងបងប្អូនណាផ្លែក្រសាំងបងប្អូនខ្លះបាទស្គាល់នេះបន្លែយើងបាទរៀបចំបន្លែបាទយើងបានលីងទឹកឲ្យបន្លែតែយើងដាក់ឲ្យមើលទៅតំណងបងប្អូនបាទហើយមានផ្លែម្រះទៀតបងប្អូនផ្លែម្រះតែមិនតែអត់បានរៀបចំដាក់បាទព្រោះពេលយប់បន្តិចបាទពេលរាត្រីថ្ងៃនេះគឺម្ហូបពិសេសបងប្អូនម្ហូបស្រុកស្រែគឺតំណងឆ្ងាញ់ណាបងប្អូនបាទគឺច្រើនមែនតើប្រហុកនេះច្រើនណាបងប្អូនមិនតិចទេបងប្អូនប្រហុកនេះគឺប្រែចូល3ខាំអីនោះបងប្អូន3ខាំគឺច្រើនហើយអញ្ចឹងយើងដាក់កសាំងដាក់អីទៀតដាក់ផ្លែកសាំងយើងស្គៀកសាំងដាក់ច្រាមចូលគ្នាឲ្យមានរសជាតិជូរបងប្អូនបាទជូរឯងគឺញ៉ាំជាមួយបាយគឺឆ្ងាញ់មែនតើបងប្អូនបាទអញ្ចឹងវីដេអូមានតែប៉ុណ្្នឹងសូមអរគុណបាយបាយជម្រាបលា